Hello guys, welcome back to my vlog. ខានជួបគ្នាយូរហើយធ្វើអត់ថ្ងៃនេះមកបើកក្បាលវីដេអូរៀងអង់គ្លេសតិចហើយតែខ្ញុំមកបែបអញ្ចឹងទាំងអស់គ្នាបែបរៀងប្លែកទៅធ្វើអត់ដោយសារតែរហដងបើកក្បាលវីដេអូមកខ្ញុំមិនដែរនិយាយចឹងទេតែលើកនេះចង់ឲ្យវាប្លែកស្ដាប់ទៅប្លែកមែនតាដោយសារតែរហដងខ្ញុំមិនដែរនិយាយអញ្ចឹងឲ្យពេលអញ្ចឹងទៅដូចមិនជីខ្ញុំបាច់ខ្វល់ទេតោះមកមើលពីរបៀបធ្វើម្ហូបរបស់ខ្ញុំវិញថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបធ្វើមាន់ស្ពៃខ្មៅដំបូងហ្នឹងយើងហាន់ស្ពៃជាចំណិតចឹងមកចង់បានធំតូចអីសេតតែយើងឯងហើយស្ពៃហ្នឹងស្ពៃខ្មៅហើយកុំភ្លេចយកទៅត្រាំទឹកកកផងពេលដែលយើងសោះវាហើយមិនបាច់សោះយូរពេកទេហើយគ្រឿងផ្សំវាមានម្សៅស៊ុបប៊ីចេងស្ករប្រេងខ្យងទឹកស៊ីអ៊ីវហើយនិងប្រេងល្ងហើយនឹងស្ករក្រហមប្រើស្ករក្រហមហើយនៅក្នុងម្ហូបមួយមុខហ្នឹងអីដែលខ្វះអត់បានហ្នឹងគឺប្រេងល្ងសំខាន់ដោយសារតពេលដែលយើងបន្ថែមប្រេងល្ងទៅធ្វើឲ្យមាន់ស្ពៃខ្មៅយើងហ្នឹងកាន់តែឈ្ងុយពេលដែលយើងអត់ដាក់ប្រេងល្ងមានអារម្មណ៍ថាម្ហូបមួយមុខហ្នឹងនឹងបាត់ក្លិនមួយយ៉ាងដែរវាអត់ឲ្យយើងទទួលបានថាក្លិនហ្នឹងជាក្លិនរបស់មាន់ស្ពៃខ្មៅឬមួយក៏មាន់ត្រជាក់យើងហ្នឹងហើយសម្រាប់មាន់ដែលយើងស្ងោរហើយហ្នឹងយើងយកវាមកបេះជាដុំអញ្ចឹងមកប៉ុន្តែមិនបាច់តូចពេកហើយក៏មិនបាច់ធំពេកដែរព្រោះនៅពេលដែលយើងច្របល់ទៅបើសិនជាធំពេកខ្លាចវាអត់សូវចូលជាតិហើយនៅក្នុងគ្រឿងយើងហ្នឹងយើងមានបន្ថែមមួយខ្ទឹមសយើងបំពងដែរនៅពេលដែលយើងបន្ថែមជាមួយនឹងខ្ទឹមបំពងនឹងថែមទៀតណាមាន់ស្ពៃខ្មៅយើងមានក្លិនកាន់តែឈ្ងុយពេលដែលយើងបន្ថែមវាទៅវាមានក្លិនឈ្ងុយពីខ្ទឹមសនឹងផងក្លិនពីប្រេងល្ងនឹងផងនិយាយទៅពេលដែលញ៉ាំទៅក្លិនឈ្ងុយនឹងនៅឡើងពេញច្រមុះហ្មងយើងច្របល់មាន់នឹងហើយយើងទុកវាម្ដងទៅយើងមកច្របល់ជាមួយនឹងស្ពៃម្ដងហើយសម្រាប់ទឹកសោសហ្នឹងយើងអាចចង់ដាក់ទាំងអស់ក៏បានឬមួយក៏ដាក់តពាក់កណ្ដាលអីក៏បានដែរសម្រាប់យើងចូលចិត្តរសជាតិបែបរៀងដិតឬមួយក៏ស្រាលអីអានឹងតាមតែយើងថែមទេឬមួយក៏យើងអាចទុកវាដើម្បីពេលយើងញ៉ាំទៅស្ទើអីយើងអាចយកវាមកចលក់ថែមតិចតួចអីក៏បានដែរវាអត់មានទោសអីទេហើយពេលដែលយើងរៀបចំហើយយើងយកវាមកដាក់ប្រអប់មកបើសិនជាយើងចង់ញ៉ាំភ្លាមអីក៏ញ៉ាំបានដែរអត់ជាបញ្ហាទេគ្រាន់ថាអានឹងឈ្មោះវាគេហៅថាមាន់ត្រជាក់អីត្រូវអត់អញ្ចឹងបើសិនជាយើងបានយកវាទៅក្លាសេឲ្យវាត្រជាក់ទៅយើងញ៉ាំទៅវារត់តែឆ្ងាញ់ហើយត្រូវជាមួយឈ្មោះវាទៅបើសិនជាយើងចង់ញ៉ាំភ្លាមក៏បានដែរវាអត់មានជាបញ្ហាអីទេម្ហូបមួយមុខហ្នឹងអ្នកខ្លះគេហៅមាន់ស្ពៃខ្មៅអ្នកខ្លះគេហៅមាន់ត្រជាក់តាមតែអ្នកហៅដែរប៉ុន្តែបើសម្រាប់ខ្ញុំខ្ញុំយកវាទៅក្លាសេសិនបើខ្ញុំយកវាមកញ៉ាំអញ្ចឹងសម្រាប់វីដេអូខ្ញុំថ្ងៃនេះរៀងវែងជាងរដងបន្តិចដោយសារតែនៅនិយាយរៀងហប់ច្រើនអញ្ចឹងអរគុណដែលបានមើលពីដើមដល់ចប់បាយបាយ see you guys on next video